សួស្តីទាំងអស់គ្នាតោះថ្ងៃនេះមកបង្ហាញបងប្អូនទាំងអស់គ្នាមក set username ទាំងអស់គ្នានៅក្នុង Telegram អញ្ចឹងតោះទៅមើលថាតើយើង set username យ៉ាងម៉េចអ្នកនរគ្នាចុចលើត្រី3ខាងលើនេះមកបន្តមកចុចលើ profile របស់យើងនេះមកនៅត្រង់នេះយើងឃើញពាក្យថា username ខ្ញុំបាន set UR 26អញ្ចឹងកាលដើមឡើយវាអត់មានទេនៅត្រង់ហ្នឹងនេះអត់មានទេវានៅតែចំហនេះវានៅបែបហ្នឹងណាន់ដើម្បីឲ្យបាន username តោះតែយើងទៅ set ទាំងហ្នឹងអញ្ចឹងយើងចុចលើវាមកបន្តមកយើងវាយឈ្មោះណាមួយដែលយើងចង់បាននេះនៅពេលដែលវា load queue បែបហ្នឹងមានន័យថាយើងអាចយកមកប្រើបានបន្តមកទៀតអ្នកនរនេះគ្រាន់តែ crease នៅលើនេះមកនេះយើងនឹងបាន username មួយអញ្ចឹងសួរថាតើយើង set username នៅក្នុង Telegram ដើម្បីអីដើម្បីឲ្យមានភាពងាយស្រួលសម្រាប់បងប្អូនទាំងគ្នានៅពេលណាដែលយើងទៅ search Telegram ឬក៏យើងឲ្យ username របស់យើងទៅអ្នកដទៃក្នុងករណីដែលគាត់ពិបាកក្នុងការស្វែងរកឬក៏ប្រើប្រាស់លេខទូរស័ព្ទរបស់យើងអាចចុចត្រង់សញ្ញា search នេះមកហើយវាបញ្ចូលនៅ username ដែលយើងបាន set មកវានឹងបង្ហាញការ set username គឺវាមានប្រយោជន៍សម្រាប់បងប្អូនទាំងគ្នាក្នុងការស្វែងរកឬក៏ផ្ដល់ជា username ទៅឲ្យអ្នកដទៃក្នុងការស្វែងរក Telegram របស់យើងអញ្ចឹងបើសិនបើយើងចុចលេខទូរស័ព្ទពេលខ្លះវាអត់ឲ្យទេអញ្ចឹងភាពងាយស្រួលរបស់យើងអាចស្វែងរកតាម username បានអញ្ចឹងនេះគឺជារបៀបងាយក្នុងការ set username សម្រាប់ Telegram សម្រាប់បងប្អូនដែលអត់ទាន់បាន set អាចចូលទៅ set ទៅហើយសម្រាប់បងប្អូនដែលបាន set ហើយបងប្អូនដឹងពីភាពងាយស្រួលនៃការប្រើប្រាស់ username វីដេអូនឹងមានប៉ុណ្ណឹងជម្រាបលាទាំងអស់គ្នា